ការធ្វើចំការគឺជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអ្នកស្រុកស្អាងថ្ងៃនេះដែរខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងគ្នាមកទស្សនានៅចំការលហុងមួយកន្លែងស្ថិតនៅក្នុងភូមិព្រែករុនឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាលហើយខ្ញុំនឹងជួបជាមួយនឹងពូម្ចាស់ចំការសួរនាំគាត់មួយចំនួនតាក់ទងជាមួយនឹងការដាំលហុងនេះផងដែរអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរសូមមកទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាចាដំបងជំរាបសួរពូបាទលោកពូជួយណែនាំឈ្មោះតិចបាទខ្ញុំបញ្ជនមែនហើយខ្ញុំឈ្មោះកយវ៉ាន់នីបញ្ជនអាយុ51ឆ្នាំបាទចង់ជំរាបសួរលោកពូថាហេតុអីបានពូជ្រើសរើសយកដំណាំលហុងយកមកដាំបាទជាដំណាំលហុងវាដោយសារចង់ដាំលហុងព្រោះលហុងវាមិនសូវជាអស់ថវិកាច្រើនទី1ទី2វាដូចជាមិនសូវប្រើថ្នាំវាជារបស់ធម្មជាតិណាបាទហ្នឹងការថែទាំលហុងងាយស្រួលអត់ទេលោកពូបាទមិនពិបាកទេមិនពិបាកដូចបន្លែដូចជាដំណាំផ្សេងទេសំខាន់ថែតែស្មៅឲ្យស្អាតទៅវាហើយនឹងដាក់ជីដាក់ទឹកបាញ់ថ្នាំអីម្ដងម្កាលហ្នឹងវាទទួលផលបានហើយបាទពីចាប់ផ្ដើមដាំដំបូងមករហូតទទួលផលរយៈពេលប៉ុន្មានដែរពូចាប់ដាំពីដាំកូនមករយៈពេលពី5ខែទៅ6ខែបាទ5 6ខែយើងបានប្រមូលផលម្ដង5 6ខែអានេះចាប់ពីដាំមក5 6ខែបានទទួលបានប៉ុណ្ណឹងបាទចុះយើងប្រមូលផលបានប៉ុន្មានដងដែលអាយុកាលរបស់វានិយាយរួមអានេះយូរប្រមូលផលបានច្រើនកុំឲ្យតលិចទឹកបានដាំឆ្នាំហ្នឹងឆ្នាំក្រោយក៏នៅទទួលផលបានដែរប៉ុន្តែដីនេះវាលិចទឹកតែខែ8ខែ9លិចទឹកចោលទៀតហើយអញ្ចឹងបានថាកន្លែងពូនេះដាំបានតែម្ដងដាំបានរយៈពេលខែ9ហ្នឹងត្រូវលិចចោលហើយនេះហើយដល់អញ្ចឹងមើលទៅស្មៅវាមុំខ្ជិលធ្វើបាត់ហើយវាអត់លិចទឹកថែវាទៅឆ្នាំហ្នឹងអត់បានផលឆ្នាំក្រោយវាខែ8ខែ9ខែ11ខែ12វិញយើងទទួលផលតទៅទៀតហើយតែបើលិចទឹកខូចហើយចុះតកតមួយទីផ្សារវិញពូពេលយើងចង់ថាពេលយើងដាំបានជាលទ្ធផលហើយតើមានឈ្មោះឬក៏ទីផ្សារល្អអត់ទេសម្រាប់លហុងយើងសម្រាប់លហុងវាគ្រាន់បានដែរវាដូចថាបើយើងបានអញ្ចឹងយើងឲ្យមកគេមកបេះទៅ1គីឡូ400 500ក៏ដោយឲ្យតែមានហ្នឹងគេមកយកដល់ចកាអញ្ចឹងណាក្មួយវាមិនដែលបានលើសពី1000ទេតែ1000ចុះក្រោមទៅត្រឹម1000មកត្រឹមធ្លាក់ត្រឹម300អីចឹងទៅលោកពូឃើញនៅនេះដូចមិនមែនមានតែលហុងឯពូដាំអីគេខ្លះដែរគេមានដាំដូចជាឆ្វាយនេះដាំតែលហុងហើយខាងលើនោះចេកហើយអានេះដីភ្ជួរនេះដាក់សក់ស្រូវឥឡូវទៅដាំនោះមិនទាន់ដោះទេពូមានអីជាបច្ចេកទេសឬក៏ជាការណែនាំដល់អ្នកដែលគាត់ចង់ចាប់ដើមដាំលហុងអីដែរនេះជាបច្ចេកទេសតិចនិចអីចែកម្លែកតិចទេបាទមានលហុងស្រួលដាំជាងគេយើងដាំវាផ្ដេកបន្តិចមកដាក់វាផ្ដេកចេះមកហើយយើងទាញវាឲ្យរៀងត្រេតហើយយើងចងខ្សែដល់នេះថាវាទៅវិញប្រាប់តែវាទៅវិញអស់លីងខ្ញុំចងដែរនឹងដល់ពេលហើយយើងដាក់ជីដាក់អីវាទ្រាប់បាទ្រាប់អីវាហើយមានកផ្លោកមានអីយើងយកមកគ្របវាទៅណាគ្របអានេះសិតគ្របផ្លោកនេះពីខែក្តៅវាក្តៅពេកគ្របទៅវាបានឡើងបានប៉ុណ្ណឹងអានេះដោយសារវាក្តៅពីរយៈពេលមួយខែពីខែមុនវាក្តៅពេកគោះអស់លីងផ្កានេះដល់ពេលចាប់ដើមត្រជាក់វាទៅផ្កាវិញចុះបើផលវិបាកវាចង់ថាវាមានជំងឺឬក៏បញ្ហាអីអត់ទេមានជំងឺវាមានអានេះពងចូលជំងឺនេះដូចជាផ្ការួញហ្នឹងអាហ្នឹងចូលជំងឺវាណាហើយយើងតើយើងបាញ់ថ្នាំបាទតើទៅផ្សំថ្នាំពីចិនមកឲ្យគេបាញ់យកមកបាញ់អាហ្នឹងមិនបាទអញ្ចឹងវាមានបញ្ហាអីតិចតួចដែរតែយើងអត់ទេបាទថ្នាំអីក៏វាមានដែរបាទគាត់តែមានតិចហើយមានច្រើនអញ្ចឹងអរគុណច្រើនណាស់ពូបាទអរគុណសម្រាប់ការចែករំលែកអរគុណច្រើនបាទជំរាបលាពូបាទអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតជំរាបលា